តើកំហុសណាខ្លះត្រូវបានចាត់ទុកថាជាកំហុសធ្ងន់របស់កម្មករនយោជិតវីដេអូនេះគឺសម្រាប់កម្មករនយោជិតក្នុងការស្វែងយល់អំពីកំហុសទាំងឡាយដែលត្រូវបានចាត់ទុកថាជាកំហុសធ្ងន់របស់កម្មករនយោជិតវាមានសារៈសំខាន់ពីព្រោះនៅពេលដែលកម្មករនយោជិតបានប្រព្រឹត្តកំហុសធ្ងន់នោះនយោជកអាចរំលាយកិច្ចសន្យាការងារមុនកាលកំណត់បានដែលមិនចាំបាច់មានការយល់ព្រមពីកម្មករនយោជិតនោះទេហើយនយោជកក៏ពុំចាំបាច់កាតព្វកិច្ចជូនដំណឹងជាមុនដែរកំហុសដែលចាត់ទុកជាកំហុសធ្ងន់របស់កម្មករនយោជិតគឺជាកំហុសធ្ងន់ទាំងឡាយដែលមានចែងក្នុងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុននិងកំហុសទាំង6ចំណុចដូចមានរៀបរាប់នៅក្នុងចំណុចខនៃមាត្រា83នៃច្បាប់ស្តីពីការងារកំហុសទាំងនោះមានដូចជា1ការលួចការប្រវាញ់ការកេរបំបត្តិ2អំពើក្លែងបន្លំក្នុងពេលចុះកិច្ចសន្យាការបង្ហាញលិខិតស្នាមคล้ายៗឬក្នុងពេលកំពុងប្រតិបត្តិកិច្ចសន្យាវិច្ឆេទកម្មការមិនព្រមប្រតិបត្តិតាមខនៃកិច្ចសន្យាការងារផ្សាយអាត់កំបាំងខាងវិជ្ជាជីវៈ3ល្មើសធ្ងន់ចំពោះវិធានខាងវិន័យសន្តិសុខនិងអនាម័យ4ការកំហែងគំរាមជេរប្រមាថវាយដំនយោជកឬកម្មករនយោជិតឯទៀតការញុះញង់កម្មករនយោជិតឯទៀតឲ្យប្រព្រឹត្តកំហុសធ្ងន់6ការឃោសនាសកម្មភាពឬបាតុកម្មនយោបាយក្នុងគ្រឹះស្ថាន